ទស្សនិកជនទាំងឡាយជាទីមេត្រីសម្ដៅពង្រីកស្មារតីសាមគ្គីភាពរវាងយោធានិងប្រជាជនឃោសនាអប់រំប្រពៃណីបដិវត្តន៍និងបព្វហេតុតស៊ូសង្គ្រោះជាតិរបស់កងទ័ពនិងប្រជាជនខេត្តសុកត្រាំងគណៈចង្អុលការទេពយោធានិងប្រជាជនខេត្តសុកត្រាំងបានចាត់តាំងពិធីបុណ្យទេពយោធាប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរឆ្នាំ2025នៅវត្តពងទឹកថ្មីឃុំទួងទឹកស្រុកថៃត្រីខេត្តសុកត្រាំងបានប្រព្រឹត្តឡើងក្នុងរយៈពេល3ថ្ងៃពីថ្ងៃទី10ដល់ថ្ងៃទី12មេសាឆ្នាំ2025ជាមួយប្រធានបទយោធាប្រជាជនសុកត្រាំងអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ2025បានប្រព្រឹត្តឡើងជាមួយនឹងសកម្មភាពដ៏មានអត្ថន័យជាច្រើនចាប់ផ្ដើមឲ្យបណ្ដាសកម្មភាពទេពយោធាប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំនេះគឺពិធីចេញយុទ្ធនាការទេពយោធាប្រជាជនបានប្រព្រឹត្តឡើងនៅថ្ងៃទី10មេសាឆ្នាំ2025នៅវត្តពងទឹកថ្មីដោយមានការចូលរួមរបស់យុទ្ធជនកម្មាភិបាលសមាជិកសម្ព័ន្ធយុវជននិងប្រជាជននៅលើភូមិឋានយ៉ាងកកបានរួមចំណែកលើកទឹកចិត្តយុទ្ធជនកម្មាភិបាលសមាជិកសម្ព័ន្ធយុវជននិងប្រជាជនចូលរួមបណ្ដាសកម្មភាពទេពយោធាប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ2025ក្នុងពិធីនេះមានបណ្ដាអង្គភាពអង្គការមហាជនក៏បានជូនអំណោយដ៏មានអត្ថន័យជាច្រើនជូនមាមីងលើភូមិឋានតេជយោធាប្រជាជនអំណរបុណ្យចូលឆ្នាំថ្មីឆ្នាំ2025ជាឱកាសដើម្បីកងកម្លាំងប្រដាប់អាវុធបណ្ដាមន្ទីរគណៈផ្នែកអង្គការមហាជនខេត្តសហការប្រូតដៃជាមួយរដ្ឋអំណាចភូមិភាគផ្សព្វផ្សាយសកម្មភាពជាក់ស្ដែងអត្ថន័យជាច្រើនដើម្បីជំនួយរួមដំណើរជាមួយជនរួមជាតិខ្មែរទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីប្រកបដោយភាពសប្បាយរីករាយសុខដុមរមនាទន្ទឹមនោះផ្សព្វផ្សាយកសាងបណ្ដាសំណង់ប្រជុំជីវភាពរបស់ប្រជាជនរួមចំណែកកសាងជនបទថ្មីបង្កទិដ្ឋភាពថ្មីឲ្យភូមិស្រុកនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនរួមជាតិខ្មែរខាងមុខជំនួសមុខគណៈកម្មាធិការប្រជាជនខេត្តគណៈចង្អុលការទេពយោធាប្រជាជនខេត្តខ្ញុំសូមជូនពរដល់ជនរួមជាតិនិងព្រះសង្ឃគ្រប់ព្រះអង្គទទួលបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ2025ប្រកបដោយភាពសប្បាយរីករាយរិទ្ធសំចៃនិងសុភមង្គលដើម្បីចូលរួមកម្មវិធីព្រួតដៃបំបត្តិផ្ទះបណ្ដោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិឋានគណៈចង្អុលការទេពយោធាប្រជាជនថែមទាំងចាត់តាំងប្រកបផ្ទះមហាសាមគ្គីជូនគ្រួសារក្រក្បែរក្រនៅលើភូមិឋានបានដឹងនៅក្នុងឆ្នាំ2025នេះស្រុកថៃត្រីបានឧបត្ថម្ភផ្ទះចំនួន475ខ្នងជូនគ្រួសារគោលនយោបាយគ្រួសារក្រនិងក្បែរក្រលើភូមិឋានបច្ចុប្បន្នបានសម្រេច432ខ្នងនិងប្រកល់ជូនមាមីងតាន់បុណ្យចូលឆ្នាំថ្មីដោយឡែកនៅឃុំទុងទឹកស្រុកថៃត្រីក្នុងកម្មវិធីទេពយោធាប្រជាជននេះបានឧបត្ថម្ភផ្ទះមហាសាមគ្គីចំនួន20ខ្នងសរុបទឹកប្រាក់ជាង1000លានដុល្លារដើម្បីអនុវត្តសម្រេចត្រូវតាមល្បឿនបណ្ដាយុទ្ធជនសកម្មរួមជាមួយប្រជាជនរុះរើផ្ទះចាស់បាក់បែកនិងសាងសង់ផ្ទះថ្មីជូនមាមីងធានាសម្រេចមុនរដូវភ្លៀងជិតមកដល់ថ្ងៃនេះដែលការមកយកផ្ទះបាំងយកឲ្យខ្ញុំអរគុណណាស់តែមិនតែស្លឹកផ្ទះអីវានេះឆ្នាំធ្វើពីរដងដល់បានផ្ទះឌុកអញ្ចឹងlàមកដៃនេះអស់នេះហើយដែលការបានឡឲ្យហែប្រជែងអញ្ចឹងគឺខ្ញុំក៏អរគុណដែរឃើញសប្តាហ៍ថ្ងៃហ្នឹងតែការបាំងឡណាកជួយឡឲ្យបងអស់គ្នាមកភូមិដូចថានៅសាពងទឹកជិញហ្នឹងតែមិនthấy nó téស្លឹកតែអីដល់ចូលឆ្នាំចូលអីខ្លាចតែភ្លៀងមកលិចអីដល់បានតែឌុកតែអីអញ្ចឹងទៅដល់ចូលឆ្នាំមកសុបាយហើយតែការវ៉ាងតាមមកសួរសុកបងប្អូនខ្មែរអីវ៉ាន់ហ្នឹងណាកណាអីវ៉ាន់ហ្នឹងដែលការបានមកសួរសុកទុកខ្ញុំក៏ដេកអរជាមួយទិសស្លោកហូបនៅនឹងធ្វើការជាមួយប្រជាជននេះគឺជាឱកាសដែលយុទ្ធជនកម្មាភិបាលសមាជិកសម្ព័ន្ធយុវជនជាង300នាក់
រួមគ្នាអនុវត្តកម្មវិធីរួមចំណែកកសាងជនបទថ្មីដូចជាជួសជុលផ្លូវស្ពានបោសសម្អាតកាប់ឆ្ការតាមបណ្ដាដងផ្លូវជនបទធ្វើឲ្យផ្លូវជនបទមួយថ្ងៃកាន់តែភ្លឺខៀវស្រស់ស្អាតbây giờ rồi nằm nắng làm bị tết vương dân đầm rậu mò làm bị viện thành trị nằm nắng miền ca họ thà chui đó bị chia bắt đầu bò sát đôi trẻ miền ôi phải thế ở đây có sang phải thế sang hạ thó mẹ ta thó mùi phần ấy miền chui nồng vón đó bắt đầu bò sát nhiệt nhôm phun sốc miền nồng vón đầm bay hộp tật tua làm nó nông thôn năm chồn năm tham mây hay là miền ca có sang Spain chui chui Spain là miền canal hay năng chun đó làm vì aha rùa có là khả năng mười chấm này nó mà mình đẹp vẻ hồi pon hay năng miên sớm máy đập điện dương là chui đó côn trâu để sọt sôi khả miên sớm tập hiệp ở côn riêng có đôi chân nóc lâu chứ ngay đầm bay ở côn nó còn to cao sực xa chẳng rót vô chất tục đặng khả năngประมาณngày nâng máu cứ tham miên ca bầm rỡ nó sùng cung phun sọc chụp bờ bò sát hay phải chia ra đâu sọc bông tực thành trị dương năngคือถ้าออกที่จัดปีปัวnó rồi nãyนี่ถ้ารอดเมืองกายจะจัดตุกดักสังเกตเป็นนัดช่วยดอลไปเจียร์นังเปิดบอสซับนังภูมิสรกเมืองกายที่จำเริญទន្ទឹមនឹងនោះនេះឱកាសបុណ្យចូលឆ្នាំថ្មីគណៈចង្អុលការតេតយោធាប្រជាជនសហការជាមួយបណ្ដាគណៈផ្នែកគ្រប់ថ្នាក់ចាត់តាំងជូនអំណោយដល់គ្រួសារគោលនយោបាយគ្រួសារក្រក្បែរក្រលើភូមិឋានគៀកថ្ងៃពលកម្មជួសជុលបណ្ដាសំណង់សុខុមាលភាពសង្គមទស្សនាការតាំងពីពណ៌បណ្ដាសមិទ្ធផលជនបទថ្មីនិងផលិតផលប្រណិតរបស់ភូមិភាគជូនអំណោយអាហារូបករណ៍កង់ដល់សិស្សក្រដែលឆ្លងកាត់ការលំបាកគ្រានពូកែពិនិត្យនិងព្យាបាលជំងឺនិងជូនឱសថកែរោគដោយឥតគិតថ្លៃចាត់តាំងពិធីកីឡាល្បែងប្រជាប្រិយនិងលក់សម្លៀកបំពាក់ឥតគិតថ្លៃក្រៅពីនោះកម្មវិធីប្រឡងវិជ្ជនំអន្សមជ្រូកគឺជាលក្ខណៈប្រពៃណីដ៏ល្អស្អាតដោយមានការចូលរួមយ៉ាងកកពីមាមីងក្នុងស្រុកសម្ដែងនៅស្មារតីសាមគ្គីការដឹងគុណនិងសង្ឃឹមនៅឆ្នាំថ្មីប្រកបដោយសេចក្តីសុខនិងសុខដុមរមនាស្របនឹងនោះគឺកម្មវិធីសិល្បៈបម្រើមាមីងបានរួមចំណែកគ្រឹះបន្តឹងចំណងមិត្តភាពរវាងយោធានិងប្រជាជននាំមកនៅទស្សនភាពកក់ក្ដៅផ្សារភ្ជាប់និងរួមគ្នាទទួលចូលឆ្នាំថ្មីប្រកបដោយភាពរីករាយនិងក្តីសង្ឃឹម đối với huyện Thạnh Trị thì năm nay ឆ្នាំនេះចំពោះស្រុកថេងត្រីគណៈកម្មាធិការបកស្រុកគណៈកម្មាធិការប្រជាជនស្រុកបានសហការជាមួយគណៈមេវិជាការយោធាខេត្តអនុវត្តយ៉ាងឆាប់រហ័សបណ្ដាតម្រង់ទេពយោធាប្រជាជនដើម្បីអំណរបុណ្យចូលឆ្នាំថ្មីរបស់ជនរួមជាតិខ្មែរសកម្មភាពនេះមានអត្ថន័យយ៉ាងជាក់ស្ដែងបាននាំមកប្រសិទ្ធភាពខ្ពស់រួមកម្លាំងកសាងជនបទថ្មីលើកកម្ពស់ដោយហេតុនេះគឺជាភារកិច្ចរបស់កងកម្លាំងប្រដាប់អាវុធយោធារួមដៃជាមួយគណៈកម្មាធិការបកខេត្តគណៈកម្មាធិការប្រជាជនខេត្តនិងទូទាំងប្រទេសអនុវត្តភារកិច្ចនេះ rồi là cả nước để thực hiện cái nhiệm vụ này តាមរយៈបណ្ដាសកម្មភាពបានផ្សព្វផ្សាយអប់រំពង្រីកស្មារតីសាមគ្គីស្រឡាញ់ប្រទេសជាតិរឹតបន្តឹងមិត្តភាពរវាងយោធានិងប្រជាជនក្នុងការអនុវត្តជោគជ័យលើពីភារកិច្ចយុទ្ធសាស្ត្រកសាងនិងការពារមាតុភូមិរួមចំណែកជាមួយភូមិឋានអនុវត្តជោគជ័យការកាត់បន្ថយភាពក្រីក្រកសាងជនបទថ្មីអនុវត្តគោលការណ៍សមរភូមិក្រោយកងទ័ពសុខុមាលភាពសង្គមពង្រឹងនិងបង្កើនផែនមហាសាមគ្គីជនជាតិទន្ទឹមនឹងនោះបង្កបរិយាកាសសប្បាយរីករាយកក់ក្ដៅមិត្តភាពរវាងយោធានិងប្រជាជនក្នុងតំបន់ជនជាតិភាគតិច